Ba videoនេះគឺវីដេអូកម្របងប្អូនបាទគឺកូនពៅបាទចេះធ្វើជ្រក់ធ្វើអីចឹងបងប្អូនបាទកូនពៅបាទកូនពៅចេះធ្វើជ្រក់អញ្ចឹងទៅសើខ្លះផងបាទអរគុណមុនបាទគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំបាទម៉ូទីដែរបាទចង់និយាយថាថ្ងៃនេះផងដែរបាទមានស្ពៃជើងទាប្រហែលជាមួយរោងធំដែរអញ្ចឹងវាលបោមនឹងកាត់ហើយយកទៅធ្វើម្ហូបឬក៏ធ្វើជ្រក់អីចឹងភាគច្រើនគេយកទៅធ្វើជ្រក់មិនអញ្ចឹងតែឥឡូវខ្ញុំយកទៅធ្វើជ្រក់តែអត់ចេះទេតែរៀនអញ្ចឹងបើសិនជាបងប្អូនណាដែលចេះមានរបៀបរបបក្នុងការធ្វើខុសពីខ្ញុំសូមជួយ comment ខាងក្រោមវីដេអូនេះផងអញ្ចឹងរៀបរាប់នឹងដាំទឹកឲ្យបងប្អូនបាទមូលហេតុអីបាននិយាយខ្ញុំស្រស់ដោយសារអីគឺវាសម្បូរដោយសត្វល្អិតច្រើនពេកវាមានសត្វចាយបងប្អូនបាទគឺបន្លែយើងធម្មជាតិយើងអត់ដែលប្រើថ្នាំប្រើអីចឹងទៅវាឡើងអីចឹងបងបាទឥឡូវយើងដាំទឹកសម្រាប់ស្រូបវាដាំទឹកដាក់អំបិលដាក់អីចឹងបងបាទអញ្ចឹងពីដំណើរដាំតងមកគឺខ្ញុំចាប់មកកន្លែងដែលខ្ញុំលាងទឹកម្សាទៀតពេលដែលខ្ញុំស្រស់ហើយបងប្អូនបាទតែបងប្អូនខ្លះគេធ្វើមិនមិនសិនជាមានការធ្វើផ្លែកពីខ្ញុំបើឥឡូវខ្ញុំទី1ខ្ញុំរៀនធ្វើហ្នឹងបងបាទដាំខ្លួនឯងច្នៃខ្លួនឯងអីចឹងពុកបន្លែធម្មជាតិទេបងប្អូនបាទសល់ហើយយើងក៏មកដាំអីចឹងទៅហើយក៏យើងយកមកធ្វើជ្រក់អីចឹងសាឡបងធ្វើរៀនធ្វើមើលយើងកុំនៅអត់ប្រយោជន៍អីចឹងយើងបង្កើនការចំណេះដឹងមួយផ្នែកទៀតអីចឹងបាទនិយាយលេងបងប្អូនបាទអញ្ចឹងយើងរៀបចំធ្វើរបស់វាអញ្ចឹងហើយក៏យើងលាងដោះវាដើម្បីជ្រះសត្វល្អិតហ្នឹងទៅបងប្អូនបាទអាចចៃហ្នឹងជាមួយខ្ញុំដាក់ក្នុងវីដេអូហ្នឹងឲ្យមើលគឺចៃហ្នឹងគឺវាកឹកក្រិចមែនទែនបើអ្នកដែលគេនេះអីគេហ៊ានញ៉ាំឯងបងប្អូនបាទតែអត់អីទេសត្វហ្នឹងគឺវាធម្មជាតិទេដោយសារយើងដាំធម្មជាតិអញ្ចឹងហើយក៏វាមានពពួកអាសត្វនឹងកើតឡើងអញ្ចឹងចាំមើលទាំងអស់គ្នាខ្ញុំដាក់ឲ្យមើលបាទនេះបងប្អូនទាំងអស់គ្នាបាទនេះអាសត្វល្អិតហ្នឹងអញ្ចឹងវាមានអាសត្វល្អិតហ្នឹងដែរដោយសារតែយើងដាំយើងអត់ប្រើដំណក់ទឹកយើងស្រោចដល់ដៃអញ្ចឹងវាខ្ទាតស្លឹកខ្ទាតដីឬស្លឹកលើអីអញ្ចឹងទៅវាក៏មានចៃនឹងកើតឡើងអញ្ចឹងទៅខ្ញុំគាត់ធ្វើគឺសម្អាតច្រើនទឹកមែនទែនបាទដើម្បីអស់អាចៃនឹងឥឡូវនេះខ្ញុំក៏រៀបចូលដាក់ក្នុងឡាំងយើងបងប្អូនបាទដោយសារអីវាមានអាសត្វទាំងឡើងដោយសារតែផ្លែយើងគ្រប់ទាំងអស់គឺធម្មជាតិអត់មានប្រើថ្នាំគីមីអញ្ចឹងវាមានអញ្ចឹងបងប្អូនបាទការធ្វើរបស់ខ្ញុំគិតថាខ្ញុំអត់បានរៀនសូត្រពីគេមកអញ្ចឹងហើយក៏ចេះតែនឹកឃើញធ្វើអីចឹងទៅបាទណាមួយដឹងខ្លះដែរដឹងពីឪពុកម្ដាយយើងធ្លាប់ធ្វើអីចឹងណាអញ្ចឹងហើយក៏រៀនធ្វើអញ្ចឹងបើថាតណោឬមិនតណោអីជួយ comment ផងបើដឹងពីរបៀបធ្វើបែបផ្សេងពីហ្នឹងជួយ comment ប្រាប់ខ្ញុំផងអីចឹងណាបងប្អូនបាទឥឡូវខ្ញុំមកសំគ្រឿងដើម្បីយកទឹកសុះដើម្បីស្រោចវាបាទគឺគ្រឿងមានអីច្រើនទេមានអំបិលបាទខ្ញុំដាក់2គ្រាប់បងប្អូនណាតែចុងក្រោយវីដេអូហ្នឹងខ្ញុំថែម1គ្រាប់ទៀតដោយសារវាអត់សូវប្រៃមូលហេតុអីខ្ញុំដាក់ស្ករសដោយសារអីខ្ញុំយកជាតិល្ហែមបើមានរសជាតិឆ្ងាញ់ដែរបងប្អូនប្រហែលជាអ្នកផ្សេងគេមិនដាក់ទេស្ករសហ្នឹងបាទតែខ្ញុំដាក់ដូចខ្ទឹមសខ្ទឹមអីហ្នឹងខ្ញុំដាក់ដើម្បីកាត់ក្លិនឬក៏កាត់ជាតិឆ្អាបអីចឹងណាវាមួយយ៉ាងដែរវាមិនដឹងនេះដែរតែឥឡូវខ្ញុំបិទឲ្យត្រជាក់សិនបងប្អូនបាទគឺពុកម៉ែបងប្អូនប្រហែលជាមិនដាក់ទេតែឥឡូវនេះរួចរាល់ហើយបាទយើងយកទឹកសោះយើងយកមកចាក់ចូលដល់បងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេជួយ like ជួយ share ផងបាទដើម្បីឲ្យមានវីដេអូថ្មីទៀតបាទពិសេសជាងនឹងទៀតបាទជួយបងប្អូនជួយទៅជាវ YouTube ខ្ញុំមួយផងបងប្អូនបាទ